ចាទូរទស្សនិកជនទីមេត្រីឥឡូវនេះជីវៈទី3ហើយជីវៈដែលត្រូវឆ្លើយឆ្លងជាមួយនឹងអ្នករាយការណ៍ពីតាមបណ្ដាខេត្តឥឡូវនេះសូមប្រគល់ភារៈជូនទៅលោកសុខៈដើម្បីឆ្លើយឆ្លងជាមួយអ្នករាយការណ៍តាមបណ្ដាខេត្តផងដែរបាទអរគុណច្រើនទី1ជួបជាមួយនឹងលោកកឹមហ៊ឿនដែលប្រចាំការនៅខេត្តស្ទឹងត្រែងតើលោកកឹមហ៊ឿនមានអ្វីរាយការណ៍ពីស្ទឹងត្រែងនៅព្រឹកនេះបាទជំរាបសួរលោកកឹមហ៊ឿនបាទជំរាបសួរលោកសុខៈនិងកញ្ញាសោភាបាទចាបាទជំរាបសួរលោកកឹមហ៊ឿនថាតើមានអ្វីរាយការណ៍ពីស្ទឹងត្រែងបាទជំរាបជូនពីអភិបាលខេត្តស្ទឹងត្រែងលោកបានដាក់បទបញ្ជាឲ្យអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធត្រូវវេកមុខរកជនខិលខូចនិងបំបែករឿងដីធ្លីឲ្យបានឆាប់កុំទុកឲ្យរឿងរ៉ាវនឹងកើតពងបន្លាយជាដដែលហើយត្រូវតែបញ្ចប់រឿងបាត់បង់ដីធ្លីនេះត្រូវយកមុខធ្វើជាសម្បត្តិរដ្ឋវិញបាទលោកសុខាបាទរឿងនឹងថាតើវាកើតចេញពីបុគ្គលឯកជនទៅរំលោភដីធ្លីឬក៏វាកើតចេញពីអាជ្ញាធររដ្ឋជាអ្នកយកដីធ្លីនោះទៅចាត់ចែងដើម្បីប្រយោជន៍ខ្លួនឯងលោកបាទចំពោះបញ្ហាដំណោះដីធ្លីនេះឯកឧត្តមកុលសំអល់លោកមានប្រកាសច្បាស់ហើយថាត្រូវតែចោទទៅពិនិត្យស្រង់យកទិន្នន័យដីរដ្ឋនៅតាមមន្ទីរក៏ដូចជាស្ថាប័នផ្សេងៗហើយជាពិសេសទៀតគឺនៅតាមបណ្ដាស្រុកតែម្ដងថាឲ្យបានច្បាស់លាស់បើរកឲ្យឃើញល្បិចបុគ្គលដែលខិលខូចជាពិសេសគឺថាថ្នាក់ដឹកនាំមួយចំនួនអាងតែមានសិទ្ធិអាងតែមានអំណាចនៅតាមស្រុកឬក៏នៅតាមស្ថាប័នគឺចេះតែកេងប្រវ័ញ្ចយកដីរដ្ឋធ្វើជាកម្មសិទ្ធិហើយយកទៅលក់ធ្វើជាប្រយោជន៍តខ្លួនអញ្ចឹងហើយឯកឧត្តមអាខេត្តលោកបានដាក់បទបញ្ជានឹងឲ្យទៅខាងមន្ទីរសូរយោដីជាពិសេសប្រធានមន្ទីរសូរយោដីតែម្ដងត្រូវតែចុះទៅពិនិត្យនៅសម្បត្តិរដ្ឋនេះឲ្យបានច្បាស់លាស់ហើយជាពិសេសទៀតនោះបើរកឃើញថាបុគ្គលណាមួយដែលពាក់ព័ន្ធនឹងការទាមទារយកដីរដ្ឋធ្វើជាកម្មសិទ្ធិនេះហើយកេងប្រវ័ញ្ចខុសទៅនឹងច្បាប់រដ្ឋគឺត្រូវតែមានទោសទៅតាមច្បាប់ជាធរមានបាទអញ្ចឹងលោកសុខៈសូមស្ដាប់ប្រសាសន៍ឯកឧត្តមអភិបាលខេត្តដែលបានលើកឡើងចំពោះបញ្ហានេះនៅក្នុងអង្គប្រជុំមួយដែលធ្វើឡើងពីបញ្ហាដីធ្លីរវាងថ្នាក់ដឹកនាំនៅសាលាខេត្តស្ទឹងត្រែងថ្មីនេះបាទសូមអញ្ជើញស្ដាប់ការបញ្ជាក់របស់ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែងបាទព្រោះកន្លងមកហើយនេះផ្លាស់ប្រធានមួយផ្លាស់ចវាយស្រុកមួយអស់ដីម្ដងផ្លាស់ប្រធានទីមួយអស់តុកអស់កៅអីដល់ទីថ្មីមកស្នើសុំជំរះអាចាស់ទាំងអស់ព្រោះអត់ជំរះមិនព្រោះប្រធានចាស់ដឹកយកទៅអស់ហើយអញ្ចឹងប្រធានទីថ្មីមានអីទៅជំរះចវាយស្រុកវិញអញ្ចឹងណាអាដីជាត្រៀមទុកធ្វើផ្សារទុកធ្វើសាលារៀនទុកធ្វើតារាងទាត់បាល់ចវាយស្រុកទៅចវាយស្រុកថ្មីទៅអាចាស់លុកអស់ចឹងមានស្អីធ្វើសាលាឃុំមានស្អីធ្វើសាលារៀនមានស្អីធ្វើមន្ទីរពេទ្យអញ្ចឹងទេជាស្មារតីប្រជុំពេលនេះគឺស្នើសុំរំលឹកយកចិត្តទុកដាក់ចឹងទេមន្ទីរដែនដីក៏ត្រូវបង្កើតក្រុមការងារមួយដើម្បីត្រួតពិនិត្យអចលនទ្រព្យរបស់រដ្ឋដែលមាននៅក្នុងខេត្តស្រុកណាក៏ដោយដីណាក៏ដោយឲ្យតែជាទ្រព្យសាធារណៈរបស់រដ្ឋទ្រព្យសម្បត្តិរបស់រដ្ឋត្រូវបានចុះបញ្ជីនិងគ្រប់គ្រងដោយមន្ទីរដែនដីនគររូបនីយកម្មទាំងអស់អញ្ចឹងទេខ្ញុំបដិញ្ញានឹងអនុវត្តទៅតាមផែនការរបស់ក្រសួងក៏ដូចជាគោលការណ៍របស់រាជរដ្ឋាភិបាលក៏ដូចជាផែនការដឹកនាំផ្ទាល់របស់ឯកឧត្តមខេត្តដើម្បីឈានទៅរកការគ្រប់គ្រងដីរដ្ឋរបស់ខេត្តទាំងត្រែងយើងទាំងមូលមាននិរន្តរភាពនិងចីរភាពបាទលោកកឹមហ៊ឿនសូមខ្លីចុងក្រោយមួយទៀតថាតើនឹងចង់និយាយថាត្រូវតែធ្វើការចុះបញ្ជីសារពើភ័ណ្ឌរបស់រដ្ឋឲ្យបានច្បាស់លាស់ពីព្រោះពីមុនមកវាចេះតែបាត់ដូរថ្នាក់ដឹកនាំមួយបាត់ចេះបានចុះអញ្ចឹងមានន័យថាកាលពីមុនមកមិនបានចុះអាបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរបស់រដ្ឋបានត្រឹមត្រូវឬក៏យ៉ាងម៉េចដែរលោកកឹមហ៊ឿនបាទចំពោះបញ្ហានេះលោកសុខៈបើតាមការស្រាវជ្រាវរបស់មន្ទីរដែនដីក៏ដូចជាការពិនិត្យផ្ទាល់របស់ថ្នាក់ដឹកនាំមួយចំនួនផងដែរយើងពិនិត្យឃើញថាដីរដ្ឋមួយចំនួននៅតាមបណ្ដាស្រុកនឹងភាគច្រើនគឺថាចវាយស្រុកតែតតកាន់អំណាចមុននឹងគឺថាគាត់បានរៀបចំបែបបទអាងតែគាត់ជាអភិបាលស្រុកហើយអាចយកដីនឹងចុះបញ្ជីចុះអីទៅកេងប្រវ័ញ្ចខុសពីប្រព័ន្ធច្បាប់បាទអញ្ចឹងហើយដល់ពេលគាត់ចេញពីអភិបាលស្រុកមកគាត់នឹងយកដីនឹងធ្វើជាកម្មសិទ្ធិរបស់គាត់
ហើយជួនកាលទៅគាត់លក់បំបត្តិដីបរតហ្នឹងទៅដោយសំអាងថាគាត់ជាអ្នកអភិបាលខេត្តថានៅតាមស្រុកនោះហើយដល់ពេលអភិបាលស្រុកឡើងថ្មីទៅនៅក្នុងបញ្ជីរបស់រដ្ឋតែដីយើងពិនិត្យទៅឃើញថាដីជាបញ្ជីរបស់រដ្ឋប៉ុន្តែវាពាក់ព័ន្ធទៅនឹងដីឯកជនទៅជាមានឯកជននឹងទិញឬមួយក៏ដីរបស់អភិបាលស្រុកវិញបាទចឹងហើយបានឯកឧត្តមអភិបាលខេត្តលោកមានប្រសាសន៍បាញ់មិញហើយថាដីដែលបំរុងទុកធ្វើសាលារៀនធ្វើមន្ទីរពេទ្យវាបែរជាទៅបាត់បង់ហើយអភិបាលស្រុកថ្មីទៅជួបការលំបាកក្នុងការអភិវឌ្ឍស្រុករបស់ខ្លួនអញ្ចឹងត្រូវតែដោះស្រាយបញ្ហានេះឲ្យចប់មិនត្រូវអូសបន្លាយទុកឲ្យជនខិលខូចនឹងបង្ករឿងរ៉ាវដីធ្លីនេះទេត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ឲ្យលោកសុខាអរគុណច្រើនលោកកំហឿនដែលបានធ្វើសេចក្តីរាយការណ៍អំពីចំណាត់ការនេះជម្រាបលាលោកបាទសូមអរគុណសូមជម្រាបលាបាទជម្រាបលាបាទនេះគឺចង់និយាយថាអ្នកមកកាន់ការក្រោយគ្រាន់តែមកលៀងជំរះអារឿងអ្នកកាន់ការចាស់ហ្នឹងចាប្រើពេលមួយឆ្នាំអីចឹងទៅចឹងបានពេលខ្លះគាត់និយាយថាទៅឡើងមកកាន់មកអត់ទាន់ក្តាប់ភូមិសាស្ត្របានជួនកាលរវល់អារឿងដោះស្រាយអារឿងចាស់ហ្នឹងបើកើតជាទំនាស់បើកើតជាបញ្ហាហើយដល់ពេលយើងទៅកាន់ការក្រោយទៅដោះស្រាយតែរឿងហ្នឹងមកឡើងព្រៀតមកពិបាកដែរអាហ្នឹងឯសិតតែក្នុងចង្កោមនៃច្បាប់ប្រឆាំងអំពើពុករលួយទាំងអស់ហើយយើងយកមុខការឬក៏យកគេហៅថាទូនីតិរបស់យើងនៅពេលមានអំណាចហើយទៅជ្រៀកទៅពុះមកដាក់កប៉ៅរបស់ខ្លួនអរគុណណាកញ្ញាសុភាចាឥឡូវនេះបញ្ចប់ពីលោកកំហឿនឥឡូវបន្តទៅលោកប៊ុនធឿនម្ដងប៉ុន្តែគឺភារៈរបស់លោកសុខៈដែរចាខាងស្រីអង្គុយស្ងៀមឥឡូវនេះជួបលោកប៊ុនធឿនដែលប្រចាំការនៅខេត្តបន្ទាយមានជ័យមានអ្វីប្លែកពីលោកកំហឿនជម្រាបសួរលោកប៊ុនធឿនហៅឡូជម្រាបសួរលោកសុខៈនិងលោកបត្រាបាទជម្រាបសួរកញ្ញាសុភាមិនលោកបត្រាទេមិញដូចថាកញ្ញាថាលោកបត្រាចាអត់មើលទូរទស្សន៍ហ្មងទៅនោះអើលឺដូចជាខ្សោយបន្តិចទៅលោកប៊ុនធឿនសូមរៀងច្បាស់ជាងហ្នឹងបន្តិចលោកណាបាទលឺខ្សោយលោកមានអ្វីរាយការណ៍ព្រឹកនេះពីបន្ទាយមានជ័យបាទខ្ញុំមានព័ត៌មានមួយដែលត្រូវជម្រាបជូនគឺក្រសួងសុខាភិបាលនេះបានបិទប្រឆាសេវាពីសុខាភិបាលឲ្យដល់បាត់អំតែត្រូវស្ដាប់ដូចជាមិនច្បាស់សោះណាលោកប៊ុនធឿនជួយរកកន្លែងដែលមានសេវាច្បាស់ជាងនឹងបន្តិចព្រោះឮសំឡេងវាដាច់ហើយអត់សូវច្បាស់បាទសុំរំកិលកន្លែងផ្សេងវិញមើលច្បាស់ហើយលោកបាទចេញពីក្នុងទូនោះមកបាទឥឡូវតោះយើងឥឡូវនិយាយអំពីរឿងក្រសួងសុខាភិបាលលោកចុះទៅឲ្យបិទគេហៅថាការធ្វើចរាចរណ៍ផ្នែកសេវាសុខាភិបាលរបស់ពេទ្យបឋមអញ្ចឹងហ៎បាទចឹងហេតុអីបានជាក្រសួងលោកចុះទៅបំបិតបញ្ហាទាំងអស់ហ្នឹងវាមកពីរឿងអីខ្លះកើតឡើងបាទពីពលរដ្ឋបញ្ហានេះក្រោយពីមានការកាត់ឡើងនៅទីតាំងខេត្តបាត់ដំបងកើតបញ្ហាការឆ្លងរាលដាលជំងឺអេដស្បជាពលរដ្ឋនឹងក៏មកទទួលស្ថាប័ននេះបានទៅតាមបណ្ដាខេត្តស្រុកទីនៅខេត្តបន្ទាយមានជ័យដូចខេត្តជាតិទីដែរនេះដើម្បីជំរុញលើសេវាសុខភាពទីស្ថាប័នបានដល់ទៅថ្ងៃទី5ថ្ងៃកថាគាត់មកតាមផ្លូវបាទហើយលោកក៏បានលើកឡើងថាចំពោះកិច្ចប្រជុំនេះគឺមានអាជីវកម្មសុខាភិបាលចូលរួមហើយឯកជនមានរហូតដល់539កន្លែងបាទក្នុងនោះគឺគាត់ចូលឃើញថានឹងមានក្នុងស្រាប់ខាងផ្នែកសេវាកម្មសុខាភិបាលឯកជនទេបឋមនោះមានចំនួននៅក្នុងនោះហើយលោកបានសប្តាហ៍ថាចាប់ពីតទៅក្រសួងត្រូវបានយកចិត្តទុកដាក់លើបញ្ហាសុខភាពសុខភាពរបស់នឹងដើម្បីយកជាការទប់ស្កាត់ទៅលើបញ្ហាផលប៉ះពាល់លើបញ្ហាសុខភាពរបស់នឹងក៏បានបាត់អាជ្ញាប័ណ្ណពេទ្យបឋមហើយដែលក្រុមបញ្ហាសុខាភិបាលឯកជននឹងហើយឲ្យចាប់ត្រឹមតែពេទ្យបឋមរហូតដល់ថ្នាក់ដឹកនាំដែលមានសិទ្ធិលក់លើបញ្ហាអសត់ការជាដើរលើផ្នែកសុខភាពនឹងបាទលោកប៊ុនធឿនថាតើចំណាត់ការរបស់ក្រសួងសុខាភិបាលថ្នាក់លើនឹងទៅនឹងចាប់ផ្ដើមអនុវត្តពីពេលណាទៅហើយសង្ឃឹមថាមានប្រសិទ្ធភាពទេមែនទេនោះបាទបើតាមសម្ដីលោកកាយសុខប្រាប្រធានសុខាភិបាលលោកបានលើកឡើងពីសម័យនេះលោកបានលើកឡើងថាចំពោះក្រសួងសុខាភិបាលបានដាក់វិធានការឲ្យបណ្ដាខេត្តជាតិចឹងហើយដល់ជំនាញជាខេត្តចុះជាដែរនឹងដើម្បីមានវិធានការលើខាងថាដល់អសតផ្លូវខ្លាយដែលខ្ញុំចូលពីខាងទៅបានការលួចយកដូរនិងមានវិធានការទៅបាត់
សេវាកម្មពេទ្យបឋមនឹងនឹងអាចមានប្រសិទ្ធភាពទៅដើម្បីសុខភាពប្រជាពលរដ្ឋត្រូវតែមានការទប់ស្កាត់ឲ្យកើតមានចំពោះបញ្ហានេះកើតឡើងឡើយបាទសំណួរចុងក្រោយលោកវុនធឿនតើក្រៅពីការបិទការប្រកបរបរសេវាសុខាភិបាលរបស់ពេទ្យបឋមមានគិតអំពីបញ្ហារឿងការបើកហៅថាឱសថដ្ឋានមិនមានច្បាប់ឬក៏កន្លែងព្យាបាលដែលមិនមានច្បាប់ទេបាទចំពោះបញ្ហានេះជាការយកចិត្តទុកដាក់មិនគឺសំខាន់ដូចជាប្រាប់បានដាក់វិធានការចំពោះមន្ត្រីជំនាញហើយនឹងជាការប្រជុំដែលជួបបន្ទប់នឹងត្រូវតែមានជាការទៅធ្វើយ៉ាងណាទៅការការជ្រាវហើយបានជួយលើបញ្ហាបានខាងសុខាភិបាលសេវាកម្មដែលជានេះដើម្បីមានជាការទីមួយត្រូវការបិទលើបញ្ហាទៅបឋមមិនមានឲ្យការរដូវទី2ត្រូវទឹកស្កាត់ដល់បញ្ហាអត់ផ្សេងដល់ដូចមកពីស្រាទី3សូមឲ្យសហការជាមួយសម្រាប់ទៅជំនាញនៃស្ថាប័នពាក់ព័ន្ធនឹងត្រូវតែមានជាការចំពោះបញ្ហាពេទ្យដែលជាអបអរសាទរដើម្បីការពារទៅបញ្ហាសុខភាពជាបន្តទៅអនាគតផងដែរបាទអរគុណច្រើនលោកប៊ុនធឿនដែលបានរាយការណ៍អំពីចំណាត់ការក្នុងការលើកកម្ពស់វិស័យសុខាភិបាលនិងសុខុមាលភាពសាធារណៈនៅក្នុងខេត្តបន្ទាយមានជ័យជម្រាបលាលោកណាជម្រាបលាបាទទូរទស្សនិកជនជាទីគោរពអានសូមអនុញ្ញាតបញ្ចប់ការសន្ទនាជាមួយនឹងភ្នាក់ងារតាមបណ្ដាខេត្តត្រឹមហ្នឹងចា៎ហើយសូមពេលសម្រាប់បន្តិចសិនបាទ